bộ đó mình nè miềnប្រពន្ធម្នាក់និងស្រីកំណាន់ម្នាក់ហើយគាត់មិនដឹងថាគួរជ្រើសយកម្នាក់ណាគាត់សម្រេចចិត្តទៅជួបបុរសចំណាស់ម្នាក់ហើយឲ្យគាត់ជួយជ្រើសរើសគាត់សួរទៅកាន់បុរសចំណាស់នោះថាតើគាត់គួរនៅជាមួយប្រពន្ធឬស្រីកំណាន់បុរសចំណាស់នោះបានសម្លឹងមើលមកគាត់ហើយយកថូពីរកាន់នៅក្នុងដៃថូមួយមានផ្កាកុលាបនិងថូមួយទៀតមានដើមដំបងយក្សតើឯងជ្រើសយកមួយណាបើខ្ញុំឲ្យជំរឿនឯងជ្រើសថូផ្កាទាំងពីរនេះបុរសម្នាក់នោះក៏សម្លឹងមើលបុរសចំណាស់ហើយឆ្លើយតបថាពិតណាខ្ញុំយកផ្កាកុលាបបុរសចំណាស់នោះញញឹមហើយនិយាយថាឯងជាមនុស្សមិនគិតគូរច្រើនហើយតក់ក្រហល់ឯងមិនស័ក្តិសមនឹងផ្កាទាំងពីរនេះទេមិនសមនឹងថូមានផ្កាកុលាបនិងមិនសមនឹងថូមានដើមដំបងយក្សផងដែរបុរសមួយចំនួនដែលមើលតែភាពស្រស់ស្អាតនិងទំនាក់ទំនងក្នុងសង្គមជ្រើសរើសយកអ្វីដែលចែងចាំងបំផុតផ្កាកុលាបស្រស់ស្អាតប៉ុន្តែវាងាយនឹងរោយណាស់យ៉ាងណាមិញទោះជាដើមដំបងយក្សមិនស្អាតពេលមើលពីដំបូងក្តីតែវានឹងនៅតែបែបនេះរហូតទោះបីក្នុងអាកាសធាតុយ៉ាងណាក្តីពណ៌ខ្មៅបៃតងដោយមានបន្លាប៉ុន្តែពេលដែលវារីកវានឹងឲ្យផ្កាដ៏ស្រស់ស្អាតដល់អ្នកហើយប្រពន្ធរបស់ឯងដឹងពីចំណុចខ្សោយចន្លោះខ្វះខាតនិងកំហុសរបស់ឯងតែនៅតែស្រឡាញ់ឯងក្នុងភាពជាឯងដដែលស្រីកំណាត់របស់ឯងមិនទទួលយកគ្រប់យ៉ាងដែលជារបស់ឯងទេប៉ុន្តែនាងមានភាពស្រស់ស្អាតរបស់នាងស្នាមញញឹមរបស់ឯងជោគជ័យរបស់ឯងក្តីរីករាយរបស់ឯងនិងការប៉ះពាល់រាងកាយប្រពន្ធឯងស្រឡាញ់ទឹកភ្នែកឯងហើយការបរាជ័យរបស់ឯងនាងនៅក្បែរឯងទាំងក្នុងពេលល្អនិងពេលមិនល្អនៅពេលមានការលំបាកស្រីកំណាត់របស់ឯងនឹងចាក់ចេញហើយរកអ្នកថ្មីមិនខានតែប្រពន្ធរបស់ឯងនឹងនៅជាមួយឯងរហូតកុំមើលតែក្នុងពេលបច្ចុប្បន្នដែលអ្វីដំណើរការយ៉ាងរលូនអីអ្វីនឹងមិនស្ថិតស្ថេរទេវាហួសពេលហើយសម្រាប់ឯងព្រោះឯងបោះបង់ដើមដំបងយក្សទៅយកផ្កាកុលាបហើយឯងក៏មិនសមនឹងរុក្ខជាតិទាំងពីរនេះទៀតត្រូវដឹងថាពេលណាមួយឯងនឹងដឹងពីកំហុសខ្លួនឯងប៉ុន្តែពេលនោះគឺវាហួសពេលនឹងបកក្រោយហើយមនុស្សល្ងងគឺជាមនុស្សម្នាក់ដែលមានពេជ្រនៅផ្ទះប៉ុន្តែដើរទៅរើសថ្មនៅខាងក្រៅចែករំលែក